ខាងសៀមគេប្តឹងសម្ដេចជាក្រិតកម្មសង្គ្រាមគ្មានអាណាគេជឿអាចោសៀមទេបាទវាបើកយន្តហោះទម្លាក់គ្រាប់បែកពីវាពីការពេញប្រទេសគេមកប្តឹងគេរឿងអក្រិតកម្មសង្គ្រាមតើប្តឹងខ្មោចម៉ែអាសៀមនោះទៅណាទៅប្តឹងខ្មោចម៉ែអាសៀមនោះទៅព្រោះយើងបានប្តឹងវារួចទៅហើយវាទៅមកប្តឹងស្អីទង្វើឈួតលីលីរបស់វាយើងដឹងហើយតើមិនចឹងទេអាព្រឹមប្រៃមីព្រឹមប្រៃដាក់ឈ្មោះតាព្រឹមប្រៃវាដាក់រូបថ្មីស្អីគេចង់ប្តឹងគេរឿងអក្រិតកម្មសង្គ្រាមក៏ដោយមកអាថោកចូលមកឆ្លៀនពៀនទឹកដីគេហើយប្តឹងគេទៀតមានអាណាថោកដោយពូជអាសៀមនោះមើលបងប្អូនខ្មែរសរិនជួយពិចារណាមើលពួកអាអ្នកនៅខាងលើហ្នឹងអត់ខ្វល់ពីអាយុជីវិតបងប្អូនទេកងទ័ពក្រមហ្នឹងអ្នកក្រសុកសៀមហ្នឹងគឺវាយកលុយមកដើរអស់ទាញឲ្យបងប្អូនចូលទៅទេឲ្យបងប្អូនចូលធ្វើទៅហ៊ានវាឲ្យបងប្អូនទៅងាប់ហ្នឹងណាបងប្អូនខ្មែរសរិនល្មមដឹងហើយយ៉ាងហ្នឹងកុំអាឡ័យចេះតែចង់បានលុយដូចឈួតនោះវវហ្នឹងគេបញ្ជូនខ្មែរសរិនគេរើសឲ្យខ្មែរសរិនខ្មែរបរិយរ៉ាំខ្មែរស៊ីសកេតខ្មែរស្រះកែវមកងាប់អស់អាលីងអាមុំគិតទេឃើញទេអញ្ចឹងបើថាមិនមកទេបាញ់ក្បាលអាមេនោះកូនតាហ៊ាននោះបើថានេះទេព្រួតគ្នាបាញ់ក្បាលអាមេណាមេបញ្ជាការអូបាញ់តែពី3ក្បាលទៅពួកអានោះវាលែងហ៊ានហើយបាញ់ក្បាលអាមេតាហ៊ាននោះណាអាមេភូមិភាគ2អាមេភូមិភាគ1អីបានហ្នឹងបាញ់ក្បាលវាទៅកូនតាហ៊ានខាងខ្មែរសរិនយើងទុកទៅអីបាទយើងខ្មែរដូចគ្នាតើមិនមកខ្មែរសរិនប្រកាសផ្ដាច់ខ្លួនដោយបែកខាងត្បូងនៃប្រទេសសៀមទៅបាទកម្ពុជាគាំទ្រប្រហែលខេត្តនោះកម្ពុជាគាំទ្របងប្អូនខ្មែរសរិនបងប្អូនខ្មែរបរិយរ៉ាំបងប្អូនខ្មែរស៊ីសកេតបងប្អូនខ្មែរត្រាតបងប្អូនអីដតីទៀតនោះដាក់ពួកវាមើលដាក់ឲ្យបាសកតុយមើលងាប់តាមេតាហ៊ាន3 4 5នាក់ចប់បាត់ហើយមានអីទៀតណាហ្នឹងហើយបងប្អូនគិតមើលវាបញ្ជូនបងប្អូនទៅងាប់រ៉េលហើយវាប្រកាសឲ្យលុយរើសតាហ៊ានឥឡូវហ្នឹងហើយមកប្រកាសប្តឹងគេរឿងអក្រិតកម្មសង្គ្រាមឲ្យប្តឹងពូជម៉ែវាទៅពូជអាសៀមហ្នឹងទៅហ្នឹងហើយកម្ពុជាមិនមែនតឡូមួស៊ីបាយនឹងតឡោកឲ្យអាចោសៀមហ្នឹងនិយាយកុហកតាមចិត្តនៅលើឆាកអន្តរជាតិទេអូខេកម្ពុជាកំពុងតែធ្វើយ៉ាងមុតមមគ្មានបណ្ដាញសារព័ត៌មានអាចោសៀមណាអីចង់ប្តឹងសម្ដេចតេជោអក្រិតកម្មសង្គ្រាមស្អីក៏ដោយមកអាចោឆ្លៀនពៀនបើឯងនឹងកុំវាយចូលទឹកដីកម្ពុជាកុំដាក់ទួងជាតិនៅលើទឹកដីកម្ពុជាកុំកំទេចបេតិកភណ្ឌកម្ពុជាអានឹងឯងអាចនៅមានសង្ឃឹមខ្លះ